សំដីទៅអ្នកស្វាយរៀងខ្ញុំបាទដើរទាត់ទៀងដល់អ្នកថ្ងៃស្វាយធំហើយស្វាយកោជាកន្លែងស្រុកកំណើតស្រុកល្អឆាតញាតិអូនបងក្នុងថ្ងៃគ្រាអាកន្លងថាគំសត់អង្គចាពីចំណនណៃពលពតគ្មានតតែគ្មានលោកគ្មានអ្វីអ្វីមានទេនំចំណៃគឺថាអត់អីអញពិសាស្គមហើយរីងរីនាំគ្នាធ្វើស្រែចំការបងប្អូនទាំងអង្គជាទីស្នេហាសំណងអ្នកស្វាយកោគ្រាកន្លងច្រើនឆ្នាំចាំមិនភ្លេចអនុស្សាវរីយ៍ខំសិក្សាឲ្យពេញទីតស៊ូក្រៃកន្លងឡូវបានឲ្យជោគជ័យមិនភ្លេចទេអ្នកស្វាយកោមានកិច្ចការងារល្អផងបំណងចង់ជួយអភិវឌ្ឍបងប្អូនណាយពីមុនឥឡូវខំគ្នាណាស់ពីចំនួនអីចាស់ចាស់គឺថារងទុកខាអត់ស្បើផ្លូវគ្មានសាលារៀនគ្មានទឹកស្អាតសូមជាក់ឲ្យហើយឥឡូវនេះស្វាយធំស្វាយកងផ្លាស់ប្ដូរមុខមាត់ហើយអ្វីហើយបងប្អូនណាយនឹងទទួលបានយើងឲ្យមានឋានៈដឹកនាំរងើយមុំល្អពិសេសងើថាលោកមានចំណេះការអភិវឌ្ឍជាចម្បងមិនភ្លេចបងប្អូនទេអ្នកស្វាយធំអ្នកស្វាយកោកិច្ចការជាចម្បងគឺអភិវឌ្ឍប្រទេសជាតិណាអូនណាយចម្រៀងជាបៃជូនពរឆ្នាំថ្មី2021បងប្អូនណាយកុំអោយទុកកុំអោយព្រួយឲ្យមានសិទ្ធឲ្យមានសេរីយើងបានហើយជួបគ្នាក្នុងវេលាឆ្នាំថ្មីទីកន្លែងកំណើតដ៏ប្រពៃសំវិស័យអង្គចាយ
ពរដល់សន្តានញាតិបានសុខសប្បាយរីកចម្រើនសូមមានសុខភាពមិនភ្លឺថ្លាទួលបានហើយដៃជាងពររបស់ព្រះ5ប្រការវណ្ណសកម្មផលឡើងកំបីឃ្លៀងឃ្លៀងឡើយណាសូមបានហើយសុខាតរៀងទៅមុខជូនពរដល់ថ្នាក់ដឹកនាំដែលលោកខិតខំពងពីអត់លហើយសូមលោកសម្រេចឲ្យជោគជ័យល្អប្រពៃជូនជាតិខ្មែរសូមសុខសន្តិភាពហូរហែជួយដល់ប្រទេសខ្មែរឲ្យមានសន្តិភាពរៀងរហូតទៅហើយជូនដល់លោកម៉ែ